សូមជម្រាបសួរក៏ដូចសួស្តីទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះផងដែរមកជួបខ្ញុំបានម្ដងទៀតហើយនៅថ្ងៃផងដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយកសូជីតាដោយប្រើ skip មុននឹងចូលទៅកាន់វីដេអូសូមអ្នកទាំងអស់គ្នាជួយចុច subscribe ដាក់សញ្ញាកណ្ដឹងខ្ញុំបានម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែលខ្ញុំបានផុសពេលក្រោយផងដែរបើសិនជាអ្នកទាំងអស់គ្នាបានជួយចុច subscribe លើ channel របស់ខ្ញុំរួចហើយអញ្ចឹងកុំឲ្យខាតនៅពេលវេលាយូរយើងចូលទៅកាន់វីដេអូរបស់ខ្ញុំទាំងអស់គ្នាដើម្បីអាចយកសូជីតាបានវាតម្រូវឲ្យ server អ្នកទាំងអស់គ្នានឹង full moon សិនអញ្ចឹងសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់ Telegram របស់ខ្ញុំហើយយក skip មួយនេះមកសម្រាប់ skip មួយហ្នឹងវានឹងបង្ហាញអ្នកទាំងអស់គ្នានៅ server ដែល full moon នេះអ្នកទាំងអស់គ្នាគឺជា skip មួយនេះបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលគេដាក់ថា moon server ដែលខ្ញុំបានដាក់សញ្ញាព្រួយទី2ហ្នឹងនេះអ្នកទាំងអស់គ្នាគឺវានឹងបង្ហាញ server ទៅកាន់អ្នកទាំងអស់គ្នាជាច្រើនដែលជាសិតតែជា server full moon អ្នកទាំងអស់គ្នាឆ្លាញ់ server មួយណាអ្នកទាំងអស់គ្នាគ្រាន់តែចុចលើ server មួយហ្នឹងទៅសម្រាប់ខ្ញុំឆ្លាញ់ server មួយនេះអញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើ server មួយហ្នឹងទៅហើយចុចទៅពាក្យថា join វានឹងនាំអ្នកទាំងអស់គ្នាទៅកាន់ server ដែលអ្នកទាំងអស់គ្នាបានចុចហើយនេះអ្នកទាំងអស់គ្នាគឺខ្ញុំបានមកដល់ server ដែលខ្ញុំបានចុចមិញហើយដែលជា server full moon ហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកឃើញ server នឹងមីតនៅភ្លឺអញ្ចឹងគ្រាន់តែអ្នកទាំងអស់គ្នារងចាំឲ្យវាដល់យប់ទៅអញ្ចឹងវានឹង full moon ហើយដោយសារតែវាឲ្យនាំយើងចូលមកមុនពេលយប់ខ្ញុំសូមទៅមើលព្រះអាទិត្យសិនចង់ដឹងថាវាជិតលិចឬនៅអូខេអ្នកទាំងអស់គ្នាព្រះអាទិត្យជិតលិចដែរហើយអញ្ចឹងគ្រាន់តែខ្ញុំចាំប្រហែលជាក្នុងប្រហែលនាទីទៀតហ្នឹងគឺព្រះអាទិត្យនឹងលិចអញ្ចឹង server របស់ខ្ញុំមួយហ្នឹងវានឹង full moon អ្នកទាំងអស់គ្នាឥឡូវនេះserver របស់ខ្ញុំគឺវាបានយប់ហើយវាក៏ load full moon មកដែរអញ្ចឹងខ្ញុំនឹងបើក skip មួយទៀតដើម្បីយើងទៅយកសូជីតាអ្នកទាំងអស់គ្នាបើសិនជាអ្នកទូរស័ព្ទរបស់អ្នកទាំងអស់គ្នាសេរីទាបដោយទូរស័ព្ទខ្ញុំអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាបើក skip ហ្នឹងទៅគឺវាគៀងមកផ្លែដោយទូរស័ព្ទរបស់ខ្ញុំអញ្ចឹងឥឡូវនេះកំពុងគៀងនៅពេលដែលវាគៀងអញ្ចឹងសូមអ្នកទាំងអស់គ្នាកុំចុចចេញទៅណាសោះបើហើយបន្តិចទៀតគឺវានឹង load skip ឲ្យយើងប្រើប្រាស់ហើយអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានបើក skip នឹងទទួលបានជោគជ័យហើយនឹងគឺជា skip ដែលសម្រាប់យកសូជីតាអ្នកទាំងអស់គ្នាគឺខ្ញុំសូមអូសរមើលសិនព្រោះខ្ញុំចង់ភ្លេចកន្លែងចុចយកសូជីតាអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានរកឃើញហើយគឺនៅកន្លែងនេះដែលខ្ញុំបានដាក់សញ្ញាព្រួយទាំងពីរកន្លែងហ្នឹងអញ្ចឹងសូមអ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាបើក skip ហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចចូលមកតាមកន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួយហ្នឹងមកអញ្ចឹងវានឹងនាំអ្នកទាំងអស់គ្នាទៅយកសូជីតាអ្នកទាំងអស់គ្នាពេលដែលវាធ្វើ quest ហ្នឹងគឺខ្ញុំបានដាក់សលេងបញ្ចូលទេព្រោះដោយសារតែវាជាប់ភ្លេងបោះ block fruit ទៅពេលអញ្ចឹងទៅវាធ្វើវីដេអូខ្ញុំជាប់ copyright អញ្ចឹងហើយគឺខ្ញុំអត់ហ៊ានបើកសលេងទេអូខេអ្នកនរគ្នាគឺខ្ញុំអត់ទាន់ឃើញវីដេអូសូជីតាមកទេគឺខ្ញុំសុំទៅមើលកន្លែងយើងយកសូជីតាសិនព្រោះខ្វេះគឺវាធ្វើរួចអស់ហើយសម្រាប់ខ្វេះមួយហ្នឹងដែលវាហោះទៅវាយផ្ទាល់ហ្នឹងគឺមានតែកន្លែងខំវិញហ្នឹងហើយហើយកន្លែងដែលវាវាយធ្វើម៉េចឲ្យងាប់អាពួកនោះនៅកន្លែងក្រហមតែមួយហ្នឹងគឺវាហោះទៅកន្លែងហ្នឹងម្ដងទេក្រៅហ្នឹងវានឹងមកនៅកន្លែងនេះហើយធ្វើខ្វេះនៅនឹងយកឲ្យយើងមកតែនៅពេលឥឡូវនេះគឺខ្ញុំអត់ទាន់បានទទួលបានសូជីតាទេគឺខ្ញុំខ្លាចវាមានបញ្ហាអីខ្ញុំសូមទៅមើលនៅកន្លែងយើងទទួលសូជីតាសិនបើទៅយើងខ្វេះវិញគឺវាធ្វើរួចអស់ហើយ
សម្រាប់កន្លែងទៅនេះវិញគឺខ្ញុំមកខុសផ្លូវអ្នកនេះគឺខ្ញុំច្រឡំចូលកន្លែងទៅនេះដោយសារខ្ញុំខានមកកោះនឹងយូរពេលចឹងទេខ្ញុំច្រឡំផ្លូវពិតផ្លូវគេនៅណេះសោះនេះអ្នកនេះហេតុផលខ្ញុំទទួលបានសូជីតាគឺខ្ញុំខ្វះ fragment គេទៀមទា fragment រហូតដល់ 5000 ហើយ fragment ខ្ញុំមានត្រឹមតែ927អញ្ចឹងខ្វះ fragment រៀងច្រើនហើយនឹង item មួយចំនួនហើយសម្រាប់ item ដែលគេត្រូវការគឺខ្ញុំនឹងដាក់លើវីដេអូនេះដូចអ្នកនរគ្នាបានឃើញអញ្ចឹងនេះគឺសុទ្ធតែជារបស់ដែលគេត្រូវការហើយនឹងចំនួនដែលគេត្រូវការដូចគ្នាអញ្ចឹងខ្ញុំសូមទៅរក item ជាមួយនឹង fragment សិនចាំពេលខ្ញុំរកគ្រប់ចាំខ្ញុំនឹងមកយកសូជីតាអូខេហ្នឹងហើយអ្នកនរឥឡូវនេះគឺខ្ញុំបានរក fragment ជាមួយនឹង item មកគ្រប់ចំនួនអស់ហើយអញ្ចឹងយើងទៅយកសូជីតាតែម្ដងទៅកុំបងអងយូរអូខេអ្នកនរឥឡូវគឺនេះគឺខ្ញុំទទួលបាននៅសូជីតាហើយអញ្ចឹងឥឡូវនេះខ្ញុំសូមចុចទៅមើលនៅក្នុង item របស់ខ្ញុំសិនតើវាទទួលបានពិតមែនឬអត់អូខេអ្នកនរឥឡូវនេះគឺខ្ញុំបានរកវាឃើញហើយយើងចុចយកវាមកប្រើមកអូខេអ្នកនរសម្រាប់វីដេអូរបស់ខ្ញុំក៏មានត្រឹមតែប៉ុណ្្នឹងដូចគ្នាសង្ឃឹមថាពួកយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ